ចាថ្ងៃនេះស្ងោរស្ពៃបូកូសាច់ជ្រូក3ជាន់ចិញ្ច្រាំបងប្អូនបែបងាយៗឥឡូវហ្នឹងសាច់ជ្រូក3ជាន់ខ្ញុំចិញ្ច្រាំមកហើយខ្ទឹមសក៏ខ្ញុំចិញ្ច្រាំមកហើយនឹងស្លឹកខ្ទឹមក៏ខ្ញុំចិញ្ច្រាំមកហើយដែរចាតើមើលគ្រឿងផ្សំខាងមុខបងប្អូនចាបងប្អូនថ្ងៃនេះយើងមករៀនធ្វើស្ងោរស្ពៃបូកូជាមួយសាច់ជ្រូកចិញ្ច្រាំរបស់យើងបងប្អូនចាគ្រឿងផ្សំមានដូចជាចាសាច់ជ្រូកចិញ្ច្រាំខ្ញុំចិញ្ច្រាំហើយបងប្អូនចានេះស្លឹកខ្ទឹមចានេះខ្ទឹមសទឹកត្រី ទឹកស៊ីអ៊ីវចាពេញខ្យងតិចទៅបងប្អូនហើយនឹងហើយកសអំបិលស៊ុបខ្នុរហើយនឹងប៊ីចេងចាហើយបន្ទាប់មកទៀតចានេះម្រេចដែលយើងអាចខ្វះបានចានឹងបកាគ្រីមរបស់យើងបងប្អូនចាតោះមុននឹងធ្វើចាយើងមកលាយសាច់ជ្រូករបស់យើងដាក់គ្រឿងក្រៅចូលគ្នាសិនណាបងប្អូននេះពេញខ្យងចាបងប្អូនលាយច្របល់មួយសាច់ចានេះហើយនេះស្ករសបងប្អូនស្ករសចាហើយនេះប៊ីចេងស៊ុបខ្នុរបងប្អូននឹងដាក់មកល្មមៗសិនទៅបងប្អូនបើអីខ្លាចវាប្រៃអញ្ចឹងណាបងប្អូនចានេះម្រេចចាបងប្អូនតួឯកម្រេចមិនអាចខ្វះបានចានេះបងប្អូនចាឥឡូវហ្នឹងខ្ញុំច្របល់សាច់ជ្រូក3ជាន់ដែលយើងចិញ្ច្រាំហ្នឹងឲ្យវាសព្វចូលគ្រឿងមួយគ្នាទៅខ្ញុំទុកទៅម្លាយសិនអញ្ចឹងណាបងប្អូនចាឥឡូវយើងទៅមើលទឹករបស់យើងគឺពុះហើយបងប្អូនចាទឹករបស់យើងពុះហើយអញ្ចឹងខ្ញុំដាក់បកាគ្រីមចូលបងប្អូនចាខ្ញុំភ្លេចប្រាប់បងប្អូនខ្ញុំសល់ជើងជ្រូក3 4 5ដុំអញ្ចឹងខ្ញុំក៏ដាក់ចូលរំងាស់វាមុនដើម្បីរៀងផុយតិចចឹងអញ្ចឹងសិនអញ្ចឹងណាបងប្អូនចាហើយបន្ទាប់មកទៀតហ្នឹងគឺខ្ញុំទុកវាទៅម្លាយសិនគឺខ្ញុំបំពងខ្ទឹមសរបស់យើងទុកទៅម្លាយដូចគ្នាឲ្យវាឡើងឈ្ងុយទៅសម្រាប់ដាក់លើសឡរបស់យើងអញ្ចឹងណាបងប្អូនចាឥឡូវនេះរៀងឡើងក្រហមអញ្ចឹងខ្ញុំក៏ដួសទុកទៅម្លាយសិនចាហើយបន្ទាប់ពីហ្នឹងមកទៀតមកជើងជ្រូករបស់យើងរៀងផុយហើយខ្ញុំក៏ដាក់សាច់ជ្រូកចិញ្ច្រាំមួយជាដុំៗបងប្អូនចង់មួយជាដុំៗក៏បានបងប្អូនបរិយាក៏បានដែរចាឥឡូវខ្ញុំផ្សំគ្រឿងទឹកត្រីទឹកស៊ីអ៊ីវចាប៊ីចេងស៊ុបខ្នុរស្ករសអីចឹងលៃលោកតាមហ្នឹងចឹងណាបងប្អូនចាហើយបន្ទាប់ពីហ្នឹងមកទៀតមកនេះចាវារៀងឡើងពពុះចឹងខ្ញុំក៏ដុសពពុះចេញដើម្បីឲ្យទឹកយើងថ្លាចឹងណាបងប្អូនចាឥឡូវសាច់ជ្រូករបស់យើងបានឆ្អិនខ្ញុំក៏ដាក់ស្ពៃបូកូចូលចាស្ពៃបូកូបងប្អូនងាស់តាម1 ពុះឬក៏2 ពុះទៅគឺស្ពៃហ្នឹងវាទន់ហើយបងប្អូនចាឥឡូវនេះសឡរបស់យើងបានឆ្អិនហើយបងប្អូនខ្ញុំក៏រយនេះខ្ទឹមសរបស់យើងដែលខ្ញុំបំពងមិញហ្នឹងឲ្យវាឈ្ងុយជាមួយនឹងសឡចាហើយបន្ទាប់មកហ្នឹងទៀតមកគឺខ្ញុំដាក់ស្លឹកខ្ទឹមបន្ថែមចាខ្ទឹមបន្ថែមដើម្បីឲ្យឈ្ងុយដូចគ្នាចាឥឡូវហ្នឹងឆ្អិនឲ្យបងប្អូនដួសដាក់ចានទៅហើយបើតនេះធ្វើសាកញ៉ាំទៅស្ងោរស្ពៃបូកូជ្រូកចិញ្ច្រាំបែបងាយហើយអស់លុយតិចទៀតណាបងប្អូនចាហើយបើបងប្អូនពេញចិត្តវីដេអូខ្ញុំជួយ Subscribe Channel ខ្ញុំម្នាក់មួយផងបងប្អូនដើម្បីបានវីដេអូថ្មីៗហើយខ្ញុំនឹងរកមុខម្ហូបរៀងប្លែកងាយហើយចែកម្លែកបងប្អូនបន្តទៀតចឹងណា